បងឯងចេញជាមួយនឹងវីដេអូធ្វើម្ហូបច្រើនមកព្រោះរាល់ថ្ងៃនេះធ្វើការមកវិញអត់ដឹងថាត្រូវធ្វើម្ហូបអីគ្រាន់តែជិះចូលមើល page បងគឺឃើញជាមួយនឹងមុខម្ហូបតែម្ដងបងប្អូនអើយចង់បានជាមួយនឹងលេខคลิกចាបងប្អូនអាចធ្វើការកម្មងបានណាមាន discount ទៅដល់ 50% អញ្ចឹងសម្រាប់បងប្អូនដែលមានបញ្ហាคลิกខ្មៅคลิกដុំពកคลิกសិនសាកម្រិតណាក៏ដោយបងប្អូនអាចធ្វើការកម្មងបានឥឡូវនេះកំពុងមាន promotion ល្អខ្លាំងមែនតើចាលេខคลิกសេរ៉ូមคลิกម្សៅคลิกនេះគឺបែខ្លាំងមែនតើចាជារៀងរាល់ព្រឹកសម្រាប់ខ្ញុំផ្ទាល់ខ្ញុំតែងតែប្រើជាមួយនឹងសេរ៉ូមคลิกហើយសេរ៉ូមคลิกនេះបងប្អូនដូចខ្ញុំនិយាយចឹងគឺខ្ញុំប្រើអស់ពីលទ្ធភាពខ្លាំងតែម្ដងចាពួកអីចាស្ដាយណាបងប្អូនរបស់យើងទិញមួយត្រូវប្រើឲ្យអស់ចាពីពួកអីខ្ញុំចូលចិត្តលាបណារបស់យើងល្អសំខាន់ជាមួយនឹងលេខคลิกនេះលាបតែពេលយប់បានហើយភ្ញៀវសួរថាបងមិនបានលេខคลิกលាបតែពេលយប់បាត់ក្លិនអត់ចាបងប្អូនចាលេខคลิกរបស់យើងលាបតែពេលយប់គឺបាត់ក្លិនហើយបងប្អូនហើយពេលថ្ងៃពេលព្រឹកនេះបងប្អូនចង់ឲ្យคลิกរបស់យើងចាក៏មានបែកញើសក៏មានអីចឹងណាបងប្អូនចាជួយចិត្តរំរោមបានល្អបងប្អូនអាចប្រើមួយលេខคลิกនិងម្សៅคลิกនេះបានគុណភាពវិញគឺ the best ខ្លាំងមែនតើអញ្ចឹងបងប្អូនទិញឥឡូវទាន់មាន promotion ណាហើយអាវ៉ាន់របស់យើងបងប្អូនអើយអត់ stock ហើយអត់មាន stock ទៀតទេបងប្អូនចាអញ្ចឹងបងប្អូនចង់ក៏បានធ្វើអាចក៏កម្មងបានហើយជាមួយនឹងបន្លែរបស់យើងគឺមានប្រព័ន្ធនេះបងប្អូនចាខ្ញុំទិញជាមួយនឹងសាច់គោនោះចំនួន 7000 ចាជាមួយនឹងផ្កាខាត់ណាបងប្អូនហួយខាត់ញ៉ាំយូរណាស់ហើយខ្ញុំក៏លាយជាមួយនឹងសណ្តែកគួនបន្តិចដែរបងប្អូនសណ្តែកគួននេះគឺធម្មជាតិហ្មងចាជាដំបូងហ្នឹងគឺខ្ញុំធ្វើការចាដាំទឹកសិនចាពីព្រោះឲ្យតែពេលប្រភេទអាឆាផ្កាខិតណាបែបនេះចាគឺខ្ញុំតែងតែចាដាំទឹកស្រស់សិនដល់ពេលដែលយើងដាំទឹកស្រស់ទៅវាងាយស្រួលទី1វាកម្ចាត់នៅបាក់តេរីមេរោគអីផ្សេងដូចជាសម្បត្តិអីផ្សេងអញ្ចឹងណាបងប្អូនចាហើយកុំឲ្យមានបញ្ហារាគរូសជាដើមនេះគឺជារឿងមួយសំខាន់មែនតើនៅពេលដែលយើងធ្វើជាចុងភៅត្រូវតែចេះច្នៃចាច្នៃបន្លែច្នៃម្ហូបអីចឹងណាបងប្អូនចាបន្ទាប់ពីយើងស្រស់បន្តិចមកល្មមហើយចាតែប៉ុណ្នេះយើងធ្វើការលើកមកបានហើយបងប្អូនចាបន្តមកទៀតយើងធ្វើការដាក់ឆាហើយសម្រាប់ការឆានេះខ្ញុំជាទូទៅខ្ញុំដាក់ខ្លាញ់ដូចជាសពមួយដងអញ្ចឹងណាបងប្អូនចាដាក់ខ្លាញ់ចូលចាបន្ទាប់មកមានជាមួយនឹងម្ទេសបន្តិចមកបងប្អូនចាបន្តមកទៀតខ្ញុំដាក់ជាមួយនឹងសាច់គោនេះចូលចាហើយបន្ទាប់ដាក់សាច់គោហើយខ្ញុំដាក់គ្រឿងប៊ីចេងស្ករចាហើយថ្ងៃនេះដាក់ជាមួយនឹងទឹកម្ទេសបងប្អូននិយាយដាក់ទឹកម្ទេសទៅមានអារម្មណ៍ថាជាតិណាបងប្អូនចាអញ្ចឹងបងប្អូនបើចាំមានធៀងខ្យងមានទឹកម្ទេសក៏បានដែរក៏អែមដែរចារសជាតិគឺឆ្ងាញ់ដូចគ្នាលក្ខណៈថាអែមខ្លាំងហ្មងបងប្អូនចាជាទូទៅគេឆាគេចូលចិត្តដាក់ម្រេចតែខ្ញុំអត់ទេខ្ញុំជាទូទៅខ្ញុំចូលចិត្តឆាហ្នឹងខ្ញុំឆាដាក់ជាមួយនឹងម្ទេសអីចឹងទៅដែរជា favorite របស់ខ្ញុំអីចឹងណាបងប្អូនចាហើយទៅពេលដែលយើងទៅប៉ុណ្ណាគឺឆ្អិនហ្មងដោយសារបន្លែរបស់យើងស្រោបឆ្អិនហើយចាគ្រាន់តែដាក់មកគឺល្មមហ្មងព្រោះដោយសារឆាសាច់គោនេះបងប្អូនកុំទុកយូរពេកកាលណាយើងទុកយូរពេកគឺលែងឆ្ងាញ់តែម្ដងចាអញ្ចឹងបងប្អូនធ្វើតែប៉ុណ្្នឹងមកចាគឺរួចតែម្ដងចាហើយម្ហូបមកពេលនេះបងប្អូនខ្ញុំនិយាយថាបើរឿងនិយាយវាថារសជាតិវិញណាហើយ100គឺឆ្ងាញ់ខ្លាំងមែនតើចាបងប្អូនចាម្ហូបមុខនេះងាយស្រួលអាចធ្វើនៅផ្ទះញ៉ាំបានតែម្ដងបងប្អូន